ព្រះបង្គំខ្ញុំបាទសូមក្រាបថ្វាយបង្គំសម្ដេចព្រះអម្ចាស់ក្សត្រាព្រះអម្ចាស់ក្សត្រីអ្នកអម្ចាស់និងសូមគោរពជំរាបសួរឯឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាដែលជាប្រិយមិត្តជាទីស្នេហានៃក្រុមដំណើរខ្មែរទូព្រះបង្គំខ្ញុំបាទពន្លឺរស្មីសូមធ្វើការអធិប្បាយផ្សាយអំពីព្រះប្រវត្តិនៃសម្ដេចព្រះរតនារាជធីតាស៊ីសវត្តបណ្ដារាសូដារ៉េតដែលព្រះអង្គគឺជាព្រះរាជបុត្រីនៃព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសវត្តចោមចក្រពង្គព្រះចៅក្រុងកម្ពុជាធិបតីខណៈនេះទូព្រះបង្គំខ្ញុំបាទសូមធ្វើការផ្សាយចេញអំពីអតីតព្រះរាជដំណាក់នៃសម្ដេចព្រះរតនារាជធីតាស៊ីសវត្តបណ្ដារាសូដារ៉េតសូមសម្ដេចព្រះអម្ចាស់ក្សត្រាព្រះអម្ចាស់ក្សត្រីអ្នកអម្ចាស់ឯឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាសូមស្ដេចជាងទតនិងគោរពអញ្ជើញទស្សនាដូចតទៅសម្ដេចស៊ីសវត្តបណ្ដារាសូដារ៉េតហៅម្ចាស់ញឹកស្ដេចប្រសូតនៅថ្ងៃប្រហ័ស4កើតខែពិសាខឆ្នាំចអដ្ឋស័កព្រះពុទ្ធសករាជ2429ត្រូវនឹងគ្រិស្តសករាជ1885ជាព្រះរាជបុត្រីនៃព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសវត្តព្រះចៅក្រុងកម្ពុជាធិបតីព្រះបរមរាជានុកោដ្ឋនិងគុណព្រះម៉ែម្នាងគុន្ធបុប្ផាស៊ីហៅគុណម៉ាក់ហ្វឿងព្រះអង្គម្ចាស់ក្សត្រីជាព្រះពុទ្ធសាសនិកដ៏ជ្រះថ្លាបានបំពេញបញ្ញកិរិយាវត្ថុជាច្រើនរាប់មិនអស់មានដូចជាបណ្ណាល័យមន្ទីរពេទ្យសាងសង់ព្រះវិហារកុដិសាលាប្រជុំបុណ្យសាលារៀនជាដើមឆ្នាំ1902ព្រះអង្គម្ចាស់ក្សត្រីសូដារ៉េតបានរៀបអវិហមង្គលការជាមួយព្រះអង្គម្ចាស់ក្សត្រានរោត្តមសទ្ធាវង្សព្រះរាជបុត្រាទី25របស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមឆ្នាំ1906ព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសវត្តព្រះបរមរាជបិតាសពព្រះរាជហឫទ័យប្រោសព្រះរាជទានស្ថាបនាគោរមងារដល់ព្រះអង្គពីទីព្រះអង្គម្ចាស់ក្សត្រីទៅជាសម្ដេចព្រះរាជធីតាស៊ីសវត្តបណ្ដារាសូដារ៉េតសម្ដេចព្រះរាជធីតានិងព្រះស្វាមីមានព្រះរាជបុត្រាបុត្រីសរុបចំនួន5ព្រះអង្គក្នុងនោះរួមមានដូចជាទី1ព្រះអង្គម្ចាស់ក្សត្រីនរោត្តមសទ្ធាបណ្ដារារាំងសីទី2ព្រះអង្គម្ចាស់ក្សត្រីនរោត្តមមុនីពិនសុធារ៉េតទី3ព្រះអង្គម្ចាស់ក្សត្រីនរោត្តមនរិន្ទដេតទី4ព្រះអង្គម្ចាស់ក្សត្រីនរោត្តមសុធារតរស្មីទី5ព្រះអង្គម្ចាស់ក្សត្រានរោត្តមសុងដេតលុះឆ្នាំ1927ព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសវត្តមុនីវង្សជាអម្ចាស់ជីវិតតម្កល់លើត្បូងជាព្រះអនុជសពព្រះរាជហឫទ័យស្ថាបនាគោរមងារឡើងជាទីសម្ដេចព្រះសន្តោពង្សាស៊ីសវត្តបណ្ដារាសូដារ៉េតលុះឆ្នាំ1932ព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសវត្តសពព្រះរាជហឫទ័យប្រទានព្រះទូនាទីដល់ព្រះអង្គជាសមាជិកក្រុមប្រឹក្សាព្រះបរមវង្សានុវង្សក្នុងចំណោមព្រះបរមរាជវង្សានុវង្សខ្មែរទាំងអស់សម្ដេចស៊ីសវត្តបណ្ដារាសូដារ៉េតមានព្រះរាជទ្រព្យស្ដុកស្ដម្ភហូរហៀច្រើនលើសអស់ព្រះរាជវង្សានុវង្សទាំងពួងដោយព្រះអង្គទទួលបានព្រះរាជមរតកពីសម្ដេចព្រះវររាជបិតានិងរបបពាណិជ្ជកម្មរបស់ព្រះអង្គផ្ទាល់ដោយព្រះអង្គមានផ្ទះល្វែងជួលជាង30ល្វែងនៅជុំវិញផ្សារចាស់ផ្សារថ្មីនិងផ្សារសួនព្រះអង្គមានមាសពេជ្រកែវកងរាប់រយដំឡឹងមានព្រះរាជដំណាក់ក្នុងព្រះរាជធានីភ្នំពេញ8កន្លែងដ៏ធំស្កឹមស្កៃមានស្រែជាង100ហិកតានៅខេត្តកំពង់ឆ្នាំងនិងខេត្តបាត់ដំបងសម្ដេចព្រះរាជធីតានិងព្រះស្វាមីជាស្ថាបនិកនៃវត្តស្វាយពពែដោយព្រះអង្គបានចំណាយព្រះរាជទ្រព្យរាប់ម៉ឺនរៀលនៅឆ្នាំ1964សម្ដេច
ទ្រង់បានបំពោះព្រះរាជបុត្រាពៅរបស់ព្រះអង្គព្រះនាមព្រះអម្ចាស់ក្សត្រានរោត្តមសុងដេតបំពេញព្រះភ្នោះសម្ដេចស៊ីសវត្តពិន្ទរាសុដារេតសោយព្រះពិរ័យនៅថ្ងៃប្រហ័ស6រោចខែចែកឆ្នាំម្សាញ់សប្បស័កព្រះពុទ្ធសករាជ2508ត្រូវនឹងថ្ងៃទី22ខែមេសាឆ្នាំ1965ក្នុងព្រះជន្មាយុ80ព្រះវស្សានាព្រះរាជដំណាក់របស់សម្ដេចនៅវិថីព្រះមេកវ័នទល់មុខវត្តសារមន្ទីរជាតិព្រះរាជពិធីបុណ្យព្រះសពព្រះអង្គបានរៀបចំយ៉ាងឥកធឹកក្រៃលែងហើយមានពិធីថ្វាយព្រះភ្លើងព្រះបរមសពក្នុងព្រះមេនដ៏ធំស្កឹមស្កៃក្នុងបរិវេណវត្តស្វាយពពែព្រះរាជធានីភ្នំពេញក្រោមព្រះរាជាធិបតានីយភាពដ៏ខ្ពង់ខ្ពស់នៃសម្ដេចព្រះមហាក្សត្រិយានីព្រះស៊ីសុវត្ថិកុសុមនារីរតន៍សិរីវឌ្ឍនានៅថ្ងៃទី13ខែមិថុនាឆ្នាំ1965សម្ដេចព្រះមហាក្សត្រិយានីស៊ីសុវត្ថិមុនីវង្សកុសុមនារីរតន៍សិរីវឌ្ឍនាជាអម្ចាស់ជីវិតលើត្បូងស្ដេចសពព្រះរាជហឫទ័យដំឡើងព្រះគោរមងារឲ្យឡើងជាទីសម្ដេចព្រះរតនរាជធីតាព្រះស្រីសន្តោភអគ្គនិកអមមកុដក្សត្រីស៊ីសុវត្ថិពិន្ទរាសុដារេតជាទីបច្ចាមរណនាប